ខ្ញុំឮពាក្យ quote មួយដែលគេនិយាយនៅក្នុង Facebook គេថាពេលវេលាដែលកូនឲ្យយើងមានត្រឹមតែ10ឆ្នាំទេពាក្យហ្នឹងស្ដាប់ទៅវារៀងសាមញ្ញតិចតែប៉ុន្តែបើគិតឲ្យដល់វាអត់សាមញ្ញទេព្រោះដូចជាក់ស្ដែងខ្ញុំឥឡូវហ្នឹងមានកូនស្រីអាយុ10ឆ្នាំហើយបងប្អូនចឹងហើយការរស់នៅការធំធាត់របស់គាត់មានអារម្មណ៍ថាចង់មានភាព freedom មានចង់របៀបថាពេលវេលាផ្ទាល់ខ្លួនសម្រាប់ខ្លួនឯងចឹងណាគាត់អត់សូវមានពេលវេលាដែលចង់មកបណិបណៈមួយយើងដោយកាលពីគាត់នៅតូចៗទេចឹងពីមុនខ្ញុំកូនមានតែ2អញ្ចឹងទៅខ្ញុំតែងតែនិយាយជាមួយគាត់ថាមួយឆ្នាំធ្វើ birthday ធំឲ្យកូនប្រុសមួយឆ្នាំធ្វើឲ្យកូនស្រីយើងឆ្លាស់គ្នាអញ្ចឹងណាក៏ប៉ុន្តែឆ្នាំនេះបើសិនជាបងប្អូនបានឃើញវីដេអូខ្ញុំងាកខួបកំណើតកូនងាកខួបកំណើតកូនអីគុំថាអីថាវ៉ាន់ព្រោះអីឆ្នាំនេះខ្ញុំចង់ធ្វើឲ្យពួកគាត់ព្រោះអីដោយសារថាខ្ញុំបានកូនពៅខ្ញុំនឹងខ្ញុំក៏ធ្វើធំឲ្យគាត់ដែរអញ្ចឹងហើយក្នុងឆ្នាំនេះខ្ញុំធ្វើឲ្យពួកគាត់ទាំង3នាក់ដូចគ្នាទាំងអស់ទៅពេលឆ្នាំក្រោយខ្ញុំអត់ធ្វើឲ្យគាត់ទាំង3នាក់ឯងគ្រាន់តែយើងធ្វើលក្ខណៈគ្រួសារគ្រាន់តែទិញនំកាត់នៅក្នុងផ្ទះខ្លួនឯងទៅបានហើយតែគ្រាន់តែឆ្នាំនេះចង់ធ្វើឲ្យគាត់ទាំងអស់គ្នាព្រោះអីយើងមានកូន3ចឹងយើងចង់ឲ្យគាត់មានអារម្មណ៍ថាមានភាពស្មើគ្នាកុំឲ្យមានលើសមានខ្វះអញ្ចឹងបងប្អូនព្រោះតែកូនយើងបង្កើតពួកគាត់មកដោយក្តីស្រឡាញ់ទាំងអស់គ្នាអញ្ចឹងហើយអត់ចង់ឲ្យកូនខ្ញុំមានអារម្មណ៍ថាលើសខ្វះគ្នាអីចឹងបងប្អូនយើងព្យាយាមធ្វើមិនឲ្យកូនយើងមានភាពស្មើគ្នាកុំឲ្យមានភាពលំអៀងដាក់គាត់អញ្ចឹងណានេះគ្រាន់តែជាទស្សនៈការគិតផ្ទាល់ខ្លួនរបស់ខ្ញុំឯងបងប្អូនកុំថាអីថាវ៉ាន់ហ្នឹងហើយឥឡូវបកមកមើលកន្លែង birthday វិញផងដែរបងប្អូនខ្ញុំចង់ធ្វើអនុស្សាវរីយ៍ជូនគាត់អញ្ចឹងទៅព្រោះតែឆ្នាំមុនហ្នឹងខ្ញុំធ្វើឲ្យកូនស្រីខ្ញុំនៅនឹងចឹងហើយគាត់សុំធ្វើដូចបងស្រីគាត់ដែរចឹងបងប្អូនហើយកន្លែងហ្នឹងផងដែរគេហៅ time zone កន្លែងលេងហ្គេមយើងគ្រាន់តែជួលបន្ទប់គេហ្នឹងឯងបងប្អូនគេអត់មានអីឲ្យយើងទាំងអស់យើងយកម្ហូបយកផ្លែឈើយកស្អីទៅខ្លួនឯងទាំងអស់អញ្ចឹងហើយយើងត្រូវធ្វើម្ហូបអាហារទៅខ្លួនឯងអញ្ចឹងបងប្អូនហើយតែពិតទៅភីសាហាងគេនៅក្បែរហ្នឹងដែរអញ្ចឹងយើងគ្រាន់តែ order ភីសានៅហ្នឹងទៅបងប្អូនងាយស្រួលមែនតើអត់ចាំបាច់ហត់រៀបចំផ្ទះសម្បែងទេនៅនឹងយើងគេរៀបជួយ clean up យើងវិញអញ្ចឹងណាបងប្អូនតែគ្រាន់តែឡៃរៀងខ្ពស់បន្តិចហើយបងប្អូនឃើញកញ្ចប់កាដូទូចៗនេះនៅនេះពេលដែលយើងមានកូនខុបកណើតអញ្ចឹងគេឲ្យកាដូយើងហើយយើងក៏មានរបៀបថាកូនកញ្ចប់ទូចវិញមានលុកកឡទូចមានស្ករគ្រាប់មានអីអញ្ចឹងដើម្បីឲ្យក្មេងៗដែលមកខុបកណើតហ្នឹងគាត់យកត្រឡប់ទៅផ្ទះវិញអញ្ចឹងបងប្អូនព្រោះថាកូនខ្ញុំទៅ birthday ទៅបានទទួលអញ្ចឹងយើងធ្វើដូចគេវិញអញ្ចឹងណាបងប្អូនហើយនេះម៉ែខំធ្វើខ្លួនស្អាតបងប្អូនឡើងផ្លេចយកផ្លែឈើទៅអញ្ចឹងហើយកាត់ដាក់ចូលបន្តិចហើយបងប្អូនមើលផ្លែឈើស្អាតល្អសឹងអីផ្លេចយកទៅ